ប្រៀបដូចជាអ្នកកាន់សិល11ដែរគឺជាព្រះសង្ឃស្រីឬក៏ជាតាជីដូនជី20អ្នកធ្វើអ្វីក៏នៅនឹងក្តីស្រឡាញ់ចិត្តស្ងប់អ្នកធ្វើអ្វីក៏ជោគជ័យទី12អ្នកនឹងអាចកែប្រែមនុស្សនៅជុំវិញខ្លួនអ្នកដោយស្នាមញញឹមដោយចិត្តស្ងប់ដោយនៅដង្ហើមចេញនឹងចូលរបស់អ្នក21អ្នកនឹងមានក្មេងជាងវ័យសក់របស់អ្នកនឹងខ្មៅមិនចាំបាច់លាបថ្នាំកម្លាំងរបស់អ្នកមហិមាហើយគ្រាន់តែអ្នកសមាធិគ្រប់ពេលវេលា22អ្នកនឹងដឹងចិត្តខ្លួនឯងហើយស្រឡាញ់ខ្លួនឯងបំផុតអ្នកនឹងជ្រើសរើសខ្លួនឯងជាអ្នកទី1មិនមែនអ្នកដទៃជាអ្នកទី1ព្រោះអីយើងកើតមកក៏តែឯងទៅវិញក៏តែឯងអញ្ចឹងអ្នកដែលយើងគួរបារម្ភនិងខែបំផុតគឺជាខ្លួនយើងទី23អ្នកនឹងជាមនុស្សអស្ចារ្យបំផុតដែលអាចគ្រប់គ្រងខ្យល់ដង្ហើមរបស់ខ្លួនឯងបានគ្រប់ពេលវេលាទាំងអស់នេះគឺជាគុណប្រយោជន៍នៃការសមាធិប៉ុណ្ណឹងក៏មិនគ្រប់ទី24អ្នកត្រូវចេះហាត់ប្រាណដើម្បីសុខភាពទី25អ្នកក៏